បាទជំរាបសួរពុកម៉ែបងប្អូនគ្នាមកចាំដល់សេវាកម្មកុំព្យូទ័រវិលត្រឡប់មកសាជាថ្មីបងប្អូនណាអូខេថ្ងៃនេះយើងមករៀនភាសាអង់គ្លេសបន្តទៀតបងប្អូនណាតេតតងជាមួយនឹង conversation part 4បងប្អូនណាហើយចំណងជើងថ្ងៃនេះគឺ title feeling not well គឺចំណងជើងអារម្មណ៍មិនស្រួលបងប្អូនណាអារម្មណ៍មិនស្រួលឬក៏និយាយថាអត់ស្រួលខ្លួនហ្នឹងបងប្អូនណា feeling well អូខេខ្ញុំបើក slide តែម្ដងអូខេ conversation for feeling not well អូខេអញ្ចឹងមានតួអង្គពីរបងប្អូនណាមាន Boren ជាមួយនឹង Lin បងប្អូនណាតែ Boren បានសួរទៅ Lin ថា what's the matter តើមានបញ្ហាអ្វីហ៎ Lin and you feeling well តើណែមានអារម្មណ៍មិនសូវស្រួលមែនឬក៏និយាយភាសាសាមញ្ញថាតើណែអត់ស្រួលខ្លួនមែនដល់ Lin និយាយថា I have a little dizziness Lin I have a little dizziness មានថាខ្ញុំរៀងវិលមុខធិញធងម្ដងនេះឬក៏វិលមុខតិចតួចមានថាគឺ dizziness នេះគឺវិលមុខបងប្អូនណាមានថាយើង unable stand steadily មានថាយើងឈរអត់នឹងបងប្អូនណា dizziness ហ្នឹងមានថាយើងឈរអត់នឹងទេបើរិនក៏បន្តថា didn't you sleep well last night តើឯងចូលមិញដេកអត់បានគ្រប់គ្រាន់ទេ didn't you sleep well last night ដល់ Lin ថា not very well បាទឬក៏ចាស់ថាដូចយប់មិញដេកអត់ស្រួលទេដេកអត់ស្រួលទេ I toss and turn all night I toss and turn all night មានថាខ្ញុំប្រសាប់ប្រសាលពេញមួយយប់បងប្អូនណា toss and turn ហ្នឹងគឺប្រសាប់ប្រសាលមានថាដេកអត់លក់ទេបងប្អូនណា I toss and turn all night អូខេអញ្ចឹងខ្ញុំប្រសាប់ប្រសាលពេញមួយយប់ហើយបើមិនបន្តសំណួរថា didn't you go to see the doctor តើឯងអត់បានទៅជួបវិជ្ជបណ្ឌិតទេឬគេថាយើងនិយាយសាមញ្ញថាបានទៅជួបវិជ្ជបណ្ឌិតនៅលោកគ្រូពេទ្យនៅសាកសួរពីជំងឺរបស់អ្នកអញ្ចឹងណាហេតុអីបានវារសាប់រសល់អីអញ្ចឹងទៅណាបាទ didn't you go to see the doctor តើឯងមិនទាន់បានទៅជួបវិជ្ជបណ្ឌិតទេដល់ពេល Lin ថា I didn't feel sick enough for that I didn't feel sick enough for that មានថាខ្ញុំអត់ទាន់មានអារម្មណ៍ឈឺដល់ថ្នាក់ទៅជួបវិជ្ជបណ្ឌិតទេយ៉ាងនេះអញ្ចឹងណាបងប្អូន I didn't feel sick enough for that មានថាខ្ញុំអត់ទាន់មានអារម្មណ៍ឈឺដល់ថ្នាក់ទៅជួបវិជ្ជបណ្ឌិតទេបងប្អូនណា for that គឺសំដៅទៅលើនេះរឿងគាត់ឈឺអត់ទៅជួបវិជ្ជបណ្ឌិតអញ្ចឹងណាអូខេបន្តទៅមុខទៀតបើមិនបានសួរសំណួរថា and did you take any medicines and did you take any medicine មានថាតើឯងបានលេបថ្នាំខ្លះនៅបងប្អូនណាបានលេបថ្នាំអីខ្លះនៅដល់ Lin ថា no I didn't មានតែទេខ្ញុំមិនទាន់បានលេបថ្នាំអីទេឬក៏ញ៉ាំថ្នាំអ្វីបន្តិចណាសោះឡើយអូខេ no I didn't បើមិនបានបន្តសំណួរថា and you go to see the doctor today តើថ្ងៃនេះអ្នកមិនទាន់បានទៅជួបវិជ្ជបណ្ឌិតទេតើថ្ងៃនេះអ្នកមិនទាន់បានទៅជួបវិជ្ជបណ្ឌិតទេដល់ពេល Lin និយាយថា I'll wait ឬក៏ I will wait and see មានថាខ្ញុំរងចាំមើលស្ថានភាពជំងឺខ្ញុំសិនអញ្ចឹងណាចាំមើលតិចទៀតទៅតែជំងឺនឹងវាយ៉ាងម៉េចអីចឹងណាយើងនិយាយថា I'll wait and see ភាសាសាមញ្ញថាខ្ញុំចាំមើលតិចទៀតមើលថាស្ថានភាពជំងឺខ្ញុំវាយ៉ាងម៉េចទៀតអីចឹងណាអូខេហ្នឹងគេថា I'll wait and see maybe I'll feel better after a while maybe I'll feel better after a while មានថាប្រហែលជាមិនអីទេតិចទៀតនឹងខ្ញុំធូរស្បើយហើយណាមិនអីទេពាក្យថាមិនអីទេណានិយាយភាសាសាមញ្ញយើងថា maybe I'll feel better after a while មានថាប្រហែលជាខ្ញុំមានអារម្មណ៍ធូរស្បើយក្នុងរយៈពេលបន្តិចទៀតហើយមិនអីទេយ៉ាងនិយាយអញ្ចឹងណាអូខេតែបើថា and you taking chance maybe you are coming down with the flu នោះប្រែថានេះបងប្អូនក្រុមដាសាយគេធំក្រុមដាសាយធំ flu នេះបងប្អូនបាទមានហៀសបោឈឺកអញ្ចឹងណាបងប្អូន flu ហ្នឹងណាបងប្អូននេះ flu នេះបាទ or something serious ធ្ងន់ធ្ងរអញ្ចឹងអ្នកអត់គិតថាជំងឺដែលអ្នកឯងកំពុងតែកើតឡើងហើយគិតថាមិនអើពើអីចឹងណាឬក៏គេថាពាក្យខ្មែរយើងនិយាយថាបថុយបឋានអញ្ចឹងណាមានថាជំងឺដែលកើតហើយអ្នកឯងទៅរងចាំអីយ៉ាងទៀតហ្នឹងណាអត់គិតថាអ្នកឯងបថុយបឋាននឹងស្ថានភាពជំងឺទេនេះ and you taking chance តើអ្នកឯងគិតថាខ្លួនឯងកំពុងតែបថុយបឋាននឹងស្ថានភាពជំងឺរបស់ខ្លួនឯងទេបានបដ ாய் វាឈឺអញ្ចឹងណាហ្នឹងមានន័យតែអញ្ចឹងកន្លែងហ្នឹង and you taking chance តើអ្នកឯងកំពុងតែបថុយបឋាននឹងជំងឺហ្នឹងមែនមានថាជំងឺដែលកើតហើយមិនព្រមទៅជួបវិជ្ជបណ្ឌិតទេរងចាំឲ្យជាសះស្បើយអីចឹងណាគាត់ផ្ដល់ជា advice មានថាជាដំបូងមានថាឲ្យជួបលោកគ្រូពេទ្យទៅតែ Lin នៅមានថាចាំមើលតិចទៀតគ្រាន់ហើយអញ្ចឹងណាអញ្ចឹងគឺគាត់អត់ឲ្យចង់អញ្ចឹងទេចង់ឲ្យ Lin ហ្នឹងបើដល់ហ្នឹងចង់ឲ្យ Lin ទៅជួបវិជ្ជបណ្ឌិតទៅអញ្ចឹងណាបង maybe you're coming down with the flu មានថាខ្ញុំគិតថាអ្នកឯងនឹងអាចផ្ដាសាយធំអញ្ចឹងណានឹងអាចឈានទៅរកការផ្ដាសាយធំនឹង
នឹងមានឋានភាពជំងឺធ្ងន់ជាងនេះទៀតណាអូខេ maybe you're coming down with the flu and something serious មានថាខ្ញុំគិតថាប្រហែលជាអ្នកឯងហ្នឹងអ្នកឯងមិនលីនហ្នឹងលីនឯងនឹងប្រសាយធំហើយនឹងអាចយកធ្ងន់ធ្ងរជាងនេះទៀតអញ្ចឹងណាលីនថា I don't think so លីនថាទេខ្ញុំមិនគិតអញ្ចឹងណាខ្ញុំគិតថាដល់ថ្នាក់ហ្នឹងអញ្ចឹងណាភាសាខ្មែរថាទេខ្ញុំមិនគិតថាដល់ថ្នាក់ហ្នឹងទេអូខេបើខ្ញុំ review ឡើងវិញអញ្ចឹង conversation 4នេះគឺ feeling not well ហ្នឹងគឺចង់សំដៅទៅលើអារម្មណ៍មិនស្រួលខ្លួនបងប្អូនណាចឹង Beren the what the matter តើអ្នកមានបញ្ហាអ្វី and you feeling well តើអ្នកមានអារម្មណ៍មិនស្រួលមែនទេ Lin ថា I have a little dizziness មានតែខ្ញុំរៀងវិលមុខបន្តិចតួចអញ្ចឹងណាគេ Beren បន្តថា didn't you sleep well last night តើអ្នកឯងបានដេកពេញមួយយប់មែនទេ Lin ថា not very well បាទដូចចាស់ទៅខ្ញុំមិនបានដេកពេញមួយយប់ហើយ I toss and turn all night មានតែខ្ញុំប្រសាប់សល់ពេញមួយយប់ហើយ Beren ថា didn't you go to see the doctor តើអ្នកឯងអត់ទាន់បានជួបវេជ្ជបណ្ឌិតទេ Lin ថា I didn't feel sick enough for that មាន Lin ថាខ្ញុំអត់មានថាខ្ញុំអត់ទាន់មានអារម្មណ៍ថាឈឺដល់ថ្នាក់ទៅជួបវេជ្ជបណ្ឌិតទេអញ្ចឹងណាអូខេដល់ Beren បន្តថា and did you take any medicine តើអ្នកឯងបានលេបថ្នាំខ្លះនៅដល់ Lin ថា no I didn't ទេខ្ញុំអត់ទាន់បានលេបថ្នាំឬញ៉ាំថ្នាំអ្វីនោះទេណា Beren ថា and you going to see the doctor today តើអ្នកឯងបានទៅជួបវេជ្ជបណ្ឌិតថ្ងៃនេះនៅដល់ Lin ថា I'll wait and see ខ្ញុំចាំមើលសារពីជំងឺសិនទៅ maybe I'll feel better after a while មានថាខ្ញុំគិតថាទៀតលេងអីធូរស្បើយឡើងវិញដល់ Beren ថា and you taking chance តើអ្នកឯងកំពុងតែបថុយប្រឋានមានថាអ្នកឯងកំពុងតែបដ ாய் ឲ្យជំងឺនេះវាកើតឡើងមែនដែរទេដែលមិនខ្វល់ខ្វាយទៅជួបប្រចាំដែរអញ្ចឹងណា maybe you're coming down and with the flu and something serious មានថាខ្ញុំគិតថាអ្នកឯងប្រហែលជានឹងប្រសាយធំហើយនឹងអាចធ្ងន់ជាងនឹងណាដល់ Lin ថា I don't think so Lin ថាខ្ញុំមិនគិតអញ្ចឹងទេវាមិនអីទេអញ្ចឹងណាអូខេពីមជ្ឈមណ្ឌលសេវាកម្មកុំព្យូទ័រមានការបង្ហាញជូនបងប្អូនតែប៉ុណ្្នឹងបងប្អូនណាហ្នឹងហើយអរគុណច្រើនបងប្អូនណាអូខេ